បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យយល់អំពី port forwarding អញ្ចឹងយើងដឹងថា port forwarding គឺជាអ្វី port forwarding គឺជាអឺយើងមានន័យថាយើងមានpublic IP ប៉ុន្តែនៅក្នុងនៅក្នុងកុំព្យូទ័រនៅក្នុងអ៊ីនធឺណិតរបស់នៅក្នុងអ៊ីនធឺណិតផ្ទះដែលយើងភ្ជាប់នេះគឺមានកុំព្យូទ័រជាច្រើនអញ្ចឹងយើងត្រូវការកុំព្យូទ័រមួយសម្រាប់ធ្វើការ access ដូចជាយើងធ្វើការremote ទៅកាន់កាមេរ៉ាឬក៏យើង remote ទៅកាន់server ផ្សេងៗជាដើមអញ្ចឹងដើម្បីធ្វើការ remote បានគឺការតែយើងធ្វើ port forwarding នៅ IP របស់ម៉ាស៊ីនដែលជា server នោះឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើការ port forward នៅweb server របស់ខ្ញុំនៅពេលដែលគេ access ចូលទៅក្នុង IP របស់ខ្ញុំគឺគេនឹងអាចឃើញ domain របស់ខ្ញុំដែលបាន hosting ឬក៏ file server ដែលខ្ញុំបាន share ហ្នឹងទៅកាន់ port មួយណាអញ្ចឹងគេអាចទាញយក data របស់ខ្ញុំបានអញ្ចឹងឧទាហរណ៍ខ្ញុំចូល IP របស់ router password router ខ្ញុំអញ្ចឹងខ្ញុំចូលធ្វើ port forwarding ខ្ញុំចូលកន្លែង forwarding បន្ទាប់មកយើងចាប់តាម add អញ្ចឹងនៅក្នុងការ add យើងគ្រាន់តែ add មកទី1យើងត្រូវការបំពេញនៅ service port អញ្ចឹងមានថាបើសិនជាយើងអត់ដឹងថាប្រើប្រាស់នៅ port ពីគេអញ្ចឹងយើងគួរតែ select like command service port នេះអញ្ចឹងមានថាហើយយើងត្រូវការ forward port ពីគេដូចជា port 3ជាដើមមាន port 101ឬក៏ shop telnet dns ftp ប៉ុន្តែយើងនេះគ្រាន់តែជា link សម្រាប់ application ដែលយើងរើសទេបើសិនបើយើងដឹង port នៃ application ផ្សេងៗគឺយើងអាចធ្វើការ forward តាមឧទាហរណ៍ខ្ញុំ forward port 8080ទៅលើ IP address របស់ខ្ញុំដែលយើងចូលមើល IP address វិញសិនIP address របស់ខ្ញុំគឺលេខ109អញ្ចឹងខ្ញុំធ្វើការ forward port នេះទៅលេខ109មានថាinternal port របស់ខ្ញុំក៏លេខ109ដែរមក8080អូខេចឹងខ្ញុំចាប់ save អញ្ចឹងនៅពេលដែលខ្ញុំ save គឺខ្ញុំបានធ្វើការ port forwarding មាន port forwarding មួយខ្ញុំលុបចាស់ខ្ញុំអញ្ចឹងមាន port forwarding មួយដែល port forwarding របស់ខ្ញុំហ្នឹងគឺ port 8080ហើយមាន IP លេខប៉ុណ្ណេះដែលជា IP របស់ខ្ញុំអញ្ចឹងដើម្បីខ្ញុំចង់ដឹងខ្ញុំធ្វើការ share file មួយចំនួនឧទាហរណ៍ខ្ញុំចង់យក file មួយនេះមាន file ផ្សេងឧទាហរណ៍ថាខ្ញុំចង់យក file ខ្ញុំចង់ share កម្មវិធីទាំងអស់នេះទៅឲ្យមិត្តភ័ក្តិរបស់ខ្ញុំធ្វើជា file server ប៉ុន្តែខ្ញុំប្រើកម្មវិធី XSS ដែលកម្មវិធី XSS នេះពេលដែលយើង install ទៅគឺវាមានកន្លែងមួយវាដាក់ add to XSS យើងចូលកន្លែង add to XSS មកបន្ទាប់មកយើងចាប់ដើមឲ្យធ្វើ virtual folder ឬក៏ real folder អញ្ចឹងខ្ញុំយក real folder ដើម្បីមានថាយើងអត់មានការប្រើ virtual folder ទេអញ្ចឹងមានថានេះគឺជា file ដែលយើងកើតមកអញ្ចឹងឧទាហរណ៍ថា folder មួយហ្នឹងដែលយើងចូលអញ្ចឹងយើងត្រូវការចាប់ program របស់យើងដាក់ឲ្យមិត្តភ័ក្តិរបស់យើងឥឡូវគឺថា program ដែលគេខ្លះគឺយើងដាក់ Firefox យើងដាក់ IDM យើងដាក់ Infoline xong rồi mìnhទាញវាមកទាញវាចូលទៅក្នុងនេះ program របស់ខ្ញុំអញ្ចឹងមានថាអញ្ចឹង file server របស់ខ្ញុំទាញវាមកទៀតខ្ញុំទាញវាចូលវិញបន្ទាប់ខ្ញុំទាញទៅលើបន្ទាប់មកខ្ញុំដាក់ password តែកម្មវិធីនេះយើងមិនបាច់ធ្វើការដាក់ password ក៏បានដែរខ្ញុំដាក់ password admin អញ្ចឹងទី1នៅពេលដែលយើងចូលទៅកាន់នេះខ្ញុំឲ្យជា link ទៅអញ្ចឹងនៅពេលដែលគេចូលទៅបើសិនបើគេនៅក្នុង LAN របស់ខ្ញុំគឺខ្ញុំឲ្យគេទៅលេខprivate IP ប៉ុន្តែបើសិនបើគេនឹងខុសពី LAN ខ្ញុំ
បើសិនបើគេនឹងនៅខាងអ៊ីនធឺណិតខាងផ្សេងទៀតអញ្ចឹងដើម្បីឲ្យគេចូលមក download កម្មវិធីរបស់ខ្ញុំបានគេត្រូវការធ្វើ port forwarding ដែលដូចខ្ញុំធ្វើតាំងពីមុននេះដូចកន្លែងនេះអញ្ចឹងធ្វើ port forwarding បន្ទាប់មកខ្ញុំត្រូវប្រាប់ថា IP របស់ខ្ញុំដែលកំពុងប្រើប្រាស់ដូចជា IP នេះអញ្ចឹងនេះគឺជា public IP របស់ខ្ញុំអញ្ចឹងយើងផ្ដល់ IP គេមកយើងផ្ដល់ public IP បន្ទាប់មកយើងវាយ public IP នឹងចូលមកយើងដាក់ port 80 អញ្ចឹងនៅពេលដែលគេអាចចូល public IP គឺគេចូលទៅកាន់ server របស់ខ្ញុំហើយគឺ file server របស់ខ្ញុំអញ្ចឹងគេគ្រាន់តែចុចទៅគេនឹងអាច download បានដោយគេវាយ password មកនោះគេនឹងអាចនេះគឺជាអត្ថប្រយោជន៍របស់ port forward IP និងបូករួមទាំងការបង្រៀនវីដេអូឬគឺយើង share file FTP របស់យើងហើយចំពោះទំហំនៃការ download គឺអាស្រ័យទៅតាមអ៊ីនធឺណិតរបស់យើងបើសិនជាយើង upload ខ្ពស់អញ្ចឹងយើងការផ្ដល់ឲ្យគេនៅខាង download ខាងនោះក៏វាខ្ពស់ដែរសូមអរគុណ